បន្ទាប់ពីចាក់ជើងតាងរួចខ្ញុំក៏ចាប់ផ្ដើមគូបន្ទាត់ដើម្បីដាក់ក្តារពុំចាក់សសរទឿហើយសសរទឿនេះខ្ញុំចាក់សសរ2ខាងមុខទំហំវាទូចតែ20 x 20តែខាងក្រោយវារាងធំវាទំហំវា20 x 40ដូចអញ្ចឹងពេលខ្ញុំរៀបចំក្តារពុំសសរហ្នឹងហើយខ្ញុំចាប់ផ្ដើមលាយបេតុងដើម្បីចាក់ចូលសសរហើយវីដេអូនេះខ្ញុំធ្វើយូរហើយម្នាក់ឯងទៀតអញ្ចឹងខ្ញុំក៏កាត់វីដេអូទេពួកអីបើតាមជាការងារនេះបើសិនជាខ្ញុំធ្វើចូល15ថ្ងៃហើយអញ្ចឹងខ្ញុំថតទុករួចបាទខ្ញុំចាប់ផ្ដើមមកកាត់វីដេអូតាមក្រោយប៉ុន្តែខ្ញុំក៏មានធ្វើជាវីដេអូពេញលម្អិតក្នុងការងារហ្នឹងនៅក្នុង channel YouTube ហើយនិង Facebook page របស់ខ្ញុំវីដេអូនេះគឺបញ្ចប់ការងារជើងតាំងរបស់ខ្ញុំហើយព្រោះឥឡូវខ្ញុំរៀងរវល់ដែរខ្ញុំមានការងារថ្មីខ្ញុំមួយទៀតហើយជើងតាំងនេះគឺខ្ញុំធ្វើតែប៉ុណ្្នឹងសិនទេបើថ្ងៃមុខខ្ញុំមានការងារបន្ថែមលើការងារជើងតាំងឬក៏ត្រូវធ្វើជាបន្ទប់បន្តទៀតខ្ញុំនឹងធ្វើវីដេអូបន្តជាចុងក្រោយសូមអរគុណបងប្អូនដែលបានចុច like និង comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនសុខសប្បាយទាំងអស់គ្នាបងប្អូន